សន្តិសុខរោងចក្រម្នាក់បានដេញតាមឃាតករសេតអស់រយៈពេល1ឆ្នាំឃាតករមិនត្រូវបានចាប់ខ្លួនទេផ្ទុយទៅវិញវាបានសម្លាប់មនុស្ស2នាក់ដំបូងខ្ញុំក៏ចាញ់គុក10ឆ្នាំដែរប៉ុន្តែគាត់មិនបានដឹងទេរហូតដល់គាត់ចេញពីគុកឃាតករត្រូវបានសម្លាប់ដោយឡានមួយនៅយប់ដំបូងដែលគាត់ដេញតាមគាត់រឿងអាក្រក់បំផុតអំពីខ្សែភាពយន្តនេះមិនមែនជាឃាតកម្មទេគឺជាមហាអំណាចរបស់សាធារណរដ្ឋចិនគាត់មិនមែនជាប៉ូលីសទេតែខ្ញុំចង់ចាប់ឃាតករច្រើនជាងប៉ូលីសទាំងអស់ព្រោះគាត់មិនដែលចាប់ឃាតទេគាត់ផ្ដោតលើអនាគតវាជាឋានៈវាជាភាពថ្លៃថ្នូរវាជាលើកចុងក្រោយដែលគាត់ចង់បងហាញថាគាត់មិនមែនជាមនុស្សនាំឲ្យមុនពេលគាត់ត្រូវបានបណ្តេញចេញដោយពេលវេលាដូច្នេះនៅទីនេះយើងទៅតោះលោតត្រង់ដល់ឆ្នាំ2008យូហ្គោវ៉ៃត្រូវបានដោះលែងពីពន្ធនាគារអ្នកឃើញបុរសដែលមានសក់ពណ៌ប្រផេះភ្នែកឈើបុរសវ័យកណ្ដាលដែលមានចលនាយឺតទើបតែចេញពីគុកមនុស្សទាំងមូលគឺដូចជាទឹកភ្លៀងដែលត្រូវបានត្រាំអស់រយៈពេល10ឆ្នាំម៉ាស៊ីនចាស់ដែលមានច្រេះនិងបោះចោលជាយូរមកហើយគាត់បានចេញអត្តសញ្ញាណប័ណ្ណរបស់គាត់ឡើងវិញប៉ូលីសបានស្នើសុំឲ្យគាត់ប្រាប់ឈ្មោះរបស់គាត់ត្រីនៅក្នុងភ្លៀងប្រទេសអស្ចារ្យអ្វីតែឈ្មោះចុងក្រោយរបស់អ្នកគឺជាអ្វីត្រីលើសចង់ចាំពាក្យនេះដោយសារតែរឿងដែលបុរសនេះខ្លាចបំផុតក្នុងជីវិតរបស់គាត់ត្រូវបានលាក់នៅក្នុងបេះដូងរបស់គាត់ប៉ុន្តែអ្វីដែលអ្នកនឹកស្មានមិនដល់គឺបុរសឈើសម្បុកកតេនេះនៅពីមុខខ្ញុំកាលពី10ឆ្នាំមុនមានឈ្មោះហៅក្រៅថាអ្នកអង្កេតត្រីប៉ុន្តែតើអ្នកស៊ើបអង្កេតខ្លាចជាអ្នកទោសការងារយ៉ាងដូចម្តេចចម្លើយស្ថិតនៅក្នុងភ្លៀងនៃឆ្នាំ1997នៅឆ្នាំនោះស្ដេចនាគបានបើកទ្វារនៅរ៉ៃឡែនហើយមួយទៀតគឺគ្មានទីបញ្ចប់ទីក្រុងខាងត្បូងមេឃមានពណ៌ប្រផេះហើយដីសើមខ្យល់ពោពេញទៅដោយច្រេះប្រេងម៉ូតូនិងក្លិនស្អុយបំពង់ផ្សែងរោងចក្រនៅតែជក់បារីម៉ាស៊ីននៅតែគិតប៉ុន្តែអ្នកច្បាស់ជាអាចមានអារម្មណ៍ថាមានអ្វីមួយមិនត្រឹមត្រូវហើយប្រកបណាស់សាកសពស្ត្រីម្នាក់ត្រូវបានគេរកឃើញនៅក្បែររោងចក្រដែកស្ត្រីវ័យក្មេងស្លាប់ហើយប៉ុន្តែកាន់តែរំខានថែមទៀតនេះមិនមែនជាជនរងគ្រោះប្រភេទទី1ទេដាននៃឧក្រិដ្ឋកម្មកន្លែងដែលសាកសពត្រូវបានគេបោះចោលទាំងអស់ចង្អុលបងហាញក្នុងទីដៅតែមួយនៅពេលពាក្យថាឃាតកម្មសេរីលចេញមកទីក្រុងទាំងមូលភ័យស្លន់ស្លោប៉ុន្តែគ្រាន់តែនៅពេលដែលមនុស្សគ្រប់គ្នាភ័យស្លន់ស្លោភ្នែករបស់មនុស្សម្នាក់ភ្លឺមនុស្សនេះគឺយូហ្គោវីគាត់មិនមែនជាប៉ូលីសទេខ្ញុំមិនមែនជាអ្នកស៊ើបអង្កេតទេមិនទាំងជំនួយការប៉ូលីសផងគាត់គ្រាន់តែជាប្រធាននាយកដ្ឋានសន្តិសុខនៃរោងចក្រគ្រប់គ្រងដោយរដ្ឋនិយាយឲ្យត្រង់ទៅគឺចាប់ចោលលួចនៅក្នុងរោងចក្រប៉ូលីសប៉ុន្តែយូហ្គោវ៉ៃមិនដែលមានអារម្មណ៍ថាគាត់គ្រាន់តែជាខ្សែការពារធម្មតាទេគាត់ពិតជាគិតថាគាត់ជាអ្នកដោះស្រាយរឿងក្តីជាធម្មតាផ្នែកមួយត្រូវបានបាត់បង់នៅក្នុងរោងចក្រសម្ភារៈតិចចាប់ចោលអន្ទាក់ស្ពាន់គាត់អាចធ្វើដោយគាត់កំពុងដោះស្រាយរឿងធំអ្នករួមការងារបានលេងសើចពាក់កណ្ដាលហើយកាន់គាត់ពាក់កណ្ដាលហើយគាត់ថាអ្នករៀបរកត្រីហើយប្រសិនបើគាត់មិនស្ដាប់ពាក្យទាំង3នេះទេវាមិនអីទេគាត់ពិតជាជឿជាក់ហើយអ្វីបានជាគាត់ជឿដូច្នេះដោយសារតែគាត់ចង់ឃើញអ្វីជាច្រើនគាត់ត្រូវបានគេសារភាពថាចង់បានច្រើនពេកពីនាយកដ្ឋានសន្តិសុខរោងចក្រទៅក្នុងប្រព័ន្ធសន្តិសុខសាធារណៈពិតប្រាកដខ្សែភាពយន្តមានឈុតទទួលស្គាល់ដែលមានសារៈសំខាន់ជាពិសេសយូហ្គោវ៉ៃត្រូវបានគេតែងតាំងជាកម្មករគំរូបានអញ្ជើញទៅឆាកគាត់បានឈរនៅលើឆាកដោយមានវិញ្ញាបនបត្រកិត្តិយសនៅក្នុងដៃរបស់គាត់មានសម្លេងទះដែកគោលាន់អ្នកអាចមើលឃើញដោយមើលនៅក្នុងភ្នែករបស់គាត់ថាមនុស្សនេះមិនត្រឹមតែសប្បាយរីករាយទេគាត់ពិតជាចង់ត្រូវបានគេមើលឃើញគាត់ចង់បានច្រើនជាងការទះដៃគាត់ចង់បានការទទួលស្គាល់វាជាអត្តសញ្ញាណវាជាការកាត់ទោះគាត់មិននាំឲ្យទេប៉ុន្តែនៅចំណុចនេះក្នុងឆ្នាំ1997អ្វីដែលគួរឲ្យខ្លាចបំផុតគឺការលែងត្រូវការទៅទៀតសហគ្រាសគ្រប់គ្រងដោយរដ្ឋចាប់ផ្ដើមធ្វើកំណែទម្រង់សម្បុកដែលបានបញ្ឈប់ក៏ចាប់ផ្ដើមចូលទៅចិត្តជាធម្មតាផ្ទៃខាងលើនៅតែដំណើរការប៉ុន្តែមនុស្សនៅខាងក្នុងដឹងថាដីនៅក្រោមជើងរបស់អ្នកកំពុងចាប់ផ្ដើមធូររលំនៅក្នុងបរិបទនេះការអស់សង្ឃឹមរបស់យូហ្គោវ៉ៃមានច្រើនជាងភាពឥតប្រយោជន៍នោះគឺជាបុរសនៅលើបន្ទាត់ដោយព្យាយាមកាន់ខ្សែពួរព្រោះគាត់ដឹងប្រសិនបើរោងចក្រធ្លាក់ចុះផ្នែកសន្តិសុខត្រូវបានខ្ចាត់ខ្ចាយខ្ញុំមិនមានអ្វីនៅសល់ទេដោយពេលនោះគុំនិយាយថាអ្នករៀបរកត្រីគ្មាននរណាម្នាក់ខ្វល់ថាតើគាត់រាប់ឬអត់ដូច្នេះនៅពេលដែលករណីស្ត្រីស៊ីរីបានកើតឡើងអ្វីដែលអ្នកអតីមើលឃើញគឺឃាតកម្មអ្វីដែលយប់យ៉ាវីបានឃើញគឺទ្វារអ្នកគ្រប់គ្រងម្នាក់បានធ្វើឲ្យគាត់ឆ្លងកាត់ពីផ្នែកសន្តិសុខរោងចក្រទ្វារទៅកាន់ប្រព័ន្ធសន្តិសុខសាធារណៈផ្លូវការនៅក្នុងភ្នែករបស់គាត់វាមិនមែនជាគ្រោះមហន្តរាយតតែសោះវាជាឱកាសមួយវាជាសម្បត្តិទៅវេនវាគឺជាការបង្ក្រាបដែលជោគវាសនាបានបើកសម្រាប់គាត់ដូច្នេះគាត់ចាប់ផ្ដើមផ្អៀងទៅរកប៉ូលីសផ្ដួចផ្ដើមគំនិតដើម្បីទៅកន្លែងឧក្រិដ្ឋកម្មការចែកចាយបារីសកម្មផ្ដល់តម្រុយផ្ដល់ជូនដើម្បីស្នើសុំជំនួយធម្មពលរបស់គាត់វាមិនស្ដាប់ទៅដូចជាជួយក្នុងករណីនេះទេច្រើនទៀតដូចជាការសម្ភាសព្យាយាមបង្ហាញខ្លួនអ្នកព្យាយាមបង្ហាញថាខ្ញុំក៏អាចធ្វើវាបានដែរអ្នកទទួលខុសត្រូវក្នុងការដោះស្រាយករណីនេះគឺឡាវចាងនិងអ្នកផ្សេងទៀតអាកប្បកិរិយារបស់ឡាវចាងចំពោះគាត់គឺមិនច្បាស់ទេកុំដេញគាត់ចេញប៉ុន្តែពិតជាមិនទទួលយកទេឲ្យគាត់ជួយធ្វើកិច្ចការរកមើលនៅកន្លែងកើតហេតុជួយម្ដុំការស្នេហាស្នូពិតរកមើលនៅកន្លែងកើតហេតុជួយម្ដុំការស្នូពិតនៃសេចក្តីស្រឡាញ់មិនដែលអនុញ្ញាតឲ្យគាត់ប៉ះវាទេអាក្រក់គឺអាក្រក់នៅទីនេះមិនបានរុញគាត់ចេញទាំងស្រុងទេគាត់តែងតែមានអារម្មណ៍ថាគាត់អាចដើរមួយជំហានទៀតហើយចូលប៉ុន្តែគាត់មិនយល់រឿងមួយដែលទ្វារមិនដែលបើកសម្រាប់គាត់គាត់គិតថាគាត់ជាឃាតករតាមពិតអ្វីដែលគាត់ដេញគឺការកាត់ទោសខ្ញុំមិនមែនសម្រាមទេដូច្នេះគាត់ចាប់ផ្ដើមធ្វើការស៊ើបអង្កេតដោយខ្លួនឯងគូរូបជនសង្ស័យទៅកន្លែងកើតហេតុដើម្បីរកភស្តុតាងដោយខ្លួនឯងគាត់បានដាក់បទពិសោធន៍របស់នាយកដ្ឋានសន្តិសុខរោងចក្រចាប់ចោលលើករណីឃាតកម្មសេរីលនៅនងតម្លៃពេញមិនយូរប៉ុន្មានយប់យ៉ាវីបានផ្ដោតលើបុរសវិញដែលគួរឲ្យសង្ស័យបន្ទាប់មកការដេញតាមផ្ទុះបំផុតនៅក្នុងខ្សែភាពយន្តទាំងមូលភ្លៀងនិងភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារស៊ុំដែករោងចក្របន្ទាប់ពីភ្លើងនៅលើផ្លូវដែកផ្លូវដែកលើចំហាយត្រូវបានលាយបញ្ចូលគ្នាដូចជាទ្រុងដែកដ៏ធំមួយ
យោគយាវីនិងកូនជាងរបស់គាត់ឈ្មោះជាវលីវបានដេញតាមគាត់ដូចជាឈួតមកដល់ពេលនេះគាត់ដេញតាមជនសង្ស័យច្រើនជាងម្នាក់គាត់ត្រូវបានគេដេញតាមឱកាសរបស់គាត់ដើម្បីបង្វែរមិនយូរប៉ុន្មានគ្រោះថ្នាក់បានកើតឡើងជាវលីវជាកូនជាងដែលដេញតាមឃាតករជាមួយយោគយាវីបុកខ្លាំងពីកម្ពស់ពេលនេះនៅចំពោះមុខលោកយោគយាវីមានវិធីតែពីរគត់ដើម្បីសង្គ្រោះមនុស្សឬតាមចាប់ឃាតករស្ទាក់ស្ទើរមួយវិនាទីជ្រើសរើសចុងក្រោយគាត់បានទុកឲ្យជាវលីវរងរបួសយ៉ាងធ្ងន់ធ្ងរបន្តដេញតាមព្យុះភ្លៀងកាន់តែធ្ងន់ទៅរោងចក្រទាំងមូលប្រៀបដូចជារនាំងដែកយូគយបានធ្លាក់ចូលផ្លូវដែកដឹកទំនិញក្រាស់ដេញដូចឈួតអាចតាមដានដល់ទីបញ្ចប់ភ្លៀងនៅតែរត់គេចខ្លួនតាមផ្លូវតែម្នាក់ឯងបាត់មួយផ្លេតនៅពេលគាត់ប្រញាប់ត្រឡប់មកវិញស៊ីវលីវបានខកខានពេលវេលាជួយសង្គ្រោះលោកជាវលីវបានស្លាប់ហើយក្លិនទាំងមូលនៃខ្សែភាពយន្តបានផ្លាស់ប្ដូរភ្លាមមុននេះយើងនៅតែអាចនិយាយបានថាយូគវ័យគ្រាន់តែជាអ្នកកុហកប៉ុណ្ណោះខ្ញុំគ្រាន់តែចង់ចូលរួមវិភាគទានច្រើនពេកប៉ុន្តែចាប់ពីពេលដែលគាត់ចាក់ចេញពីជាវលីវបញ្ហានេះលែងដោះស្រាយរឿងនេះទៀតហើយវាជាការគិតថ្មីដែលចាប់ផ្ដើមស៊ីមនុស្សមរណភាពរបស់ស៊ីវលីវមិនត្រឹមតែគាត់មិនបានទាញគាត់ត្រឡប់មកវិញទេផ្ទុយទៅវិញជំរុញឲ្យគាត់កាន់តែជ្រៅដោយសារតែគាត់ចាប់ផ្ដើមយកជីវិតរកមូលហេតុនៃការបាត់បង់ការគ្រប់គ្រងរបស់អ្នកចាប់ពីពេលនេះទៅគាត់កាន់តែតិចទៅដូចជាអ្នកស៊ើបអង្កេតច្រើនទៀតដូចជាអ្នកដែលប្រើការដោះស្រាយបទឧក្រិដ្ឋជាខ្សែជីវិតប៉ុន្តែខ្សែពួរនេះអ្នកចាប់បានកាន់តែច្រើនវាកាន់តែងាយស្រួលក្នុងការច្របាច់ក៏ខ្លួនឯងគ្រាន់តែនៅពេលនេះពិភពខាងក្រៅកំពុងចាប់ផ្ដើមដួលរលំការរៀបចំរចនាសម្ព័ន្ធរោងចក្ររឡើងវិញផ្នែកសន្តិសុខមានភាពរង្គោះរង្គើមនុស្សដែលត្រូវគេបញ្ឈប់ត្រូវបានគេហៅថានៅផ្ទះម្ដងមួយយូគវីចាប់ផ្ដើមភ័យស្លន់ស្លោគាត់មិនត្រឹមតែភ័យស្លន់ស្លោអំពីការបាត់បង់ការងាររបស់គាត់ប៉ុណ្ណោះទេគាត់ភ័យស្លន់ស្លោថាពេលរោងចក្របាត់អ្នកគឺគ្មានអ្វីគេឈ្មោះគ្រប់គ្រងដោយយកចិត្តទុកដាក់របស់គាត់និងភាពថ្លៃថ្នូរនៃបទចម្រៀងនេសាទនោះវានឹងមានភ្លៀងធ្លាក់ទាំងអស់ដូច្នេះនេះជាករណីវាមិនមែនជាឱកាសសម្រាប់គាត់ទៀតទេប៉ុន្តែព្រះអង្គសង្គ្រោះចុងក្រោយប្រសិនបើអ្នកមិនអាចចាប់គាត់បានទេអ្នកនឹងក្លាយជាមនុស្សដែលនាំឲ្យគេបោះបង់ចោលវាក៏មានអគារលំនៅឋានសាខាមួយដែលមានកម្មបិតតឹងជាងមុននៅក្នុងខ្សែភាពយន្តបុរសម្នាក់ជំរុញឲ្យឈួតដោយសារភាពអត់ការងារធ្វើដោយសារតែការឆ្លោះប្រកែកគ្នាបន្តិចបន្តួចគាត់ងាកមកចាក់ប្រពន្ធរបស់គាត់ដោយកម្មបិតនេះមិនមែនជាបិចបង្ហាញទេនាយកកំពុងប្រាប់អ្នកមានអ្វីមួយខុសប្រក្រតីនៅក្នុងទីក្រុងនេះមិនដែលលើសពីកូវៃឡើយវាគ្រាន់តែថាយូកូវៃទើបតែបានដួលរលំដោយខ្លួនឯងចូលទៅក្នុងករណីឃាតកម្មសេរីវាស្ថិតនៅក្នុងដំណាក់កាលនេះលេបបានបង្ហាញខ្លួនតួនាទីនេះមានសារៈសំខាន់ណាស់ដោយសារតែគាត់មិនមែនជាខ្សែស្នេហាសាមញ្ញគាត់គឺជាកាំបិតមុតស្រួចបំផុតនៅក្នុងខ្សែភាពយន្តនេះលេបគឺជាមនុស្សម្នាក់ដែលត្រូវបានរុញច្រានម្ដងហើយម្ដងទៀតជាច្រើនដងក្នុងជីវិតគាត់រកស៊ីចិញ្ចឹមជីវិតនៅរោងចក្រហ្វុងយូភ្នែកហត់នឿយក៏មានក្តីសង្ឃឹមតិចតួចដែលថាវាមិនស្លាប់ទាំងស្រុងទេយ៉ាងហោចណាស់ដំបូងយោគយាវីខិតជិតលេបនៅតែមានភាពស្មោះត្រង់បន្តិចបន្តួចមនុស្សពីរនាក់ដែលត្រូវបានបង្ខំឲ្យចូលក្នុងជ្រុងមួយដោយជីវិតខ្ញុំបានខិតជិតយ៉ាងខ្លីអ្នកក៏ប្រហែលជាមានអារម្មណ៍ថានៅតែមានការប៉ះមនុស្សតិចតួចនៅក្នុងយូកូវីប៉ុន្តែខ្សែភាពយន្តនេះមិនអញ្ចឹងទេខ្ញុំនឹងមិនផ្ដល់ឲ្យអ្នកនៅការបើកនេះទេគាត់គ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកទាំងពីរអាចចូលកាន់តែជិតគាត់ងាកហើយដាក់វាចេញព្រោះថាទោះបីយូកូវីមានអារម្មណ៍ចង់លេបក៏ដោយប៉ុន្តែអារម្មណ៍នេះគឺមិនត្រូវគ្នានឹងពាក្យនៅក្នុងចិត្តរបស់គាត់ដើម្បីដោះស្រាយរឿងក្តីហើយបង្វែរមកវិញយឺតការលេបបានខ្លាយជាច្រើនជាងស្ត្រីម្នាក់នៅក្នុងគាត់ចាប់ផ្ដើមប្រែទៅជាកាតមនុស្សម្នាក់អាចជួយគាត់ហៅគេទៅចេញផ្លាស់ទីករណីទៅមុខសូម្បីតែបញ្ជូនខ្លួនអ្នកទៅក្នុងកាតរបស់ប្រព័ន្ធដូច្នេះក្រោយមកយោគយាវីបានចំណាយប្រាក់ដើម្បីជួយយ៉ែនសេទិញហាងកាត់សក់ទីតាំងត្រឹមត្រូវនៅតាមផ្លូវដែលជនសង្ស័យត្រូវបានគេធ្វើញឹកញាប់នៅលើផ្ទៃខាងលើគាត់កំពុងឲ្យលេបផ្ទះតែតាមពិតគាត់កំពុងប្រើលេបជំនួយឃាតករកំពុងតម្រង់គោលដៅទៅលើយុវជននិងងាយរងគ្រោះស្ត្រីនៅលីវងាយហើយការលេបកើតឡើងគ្រប់ទីហើយកាន់តែអាក្រក់លេបមិនបានដឹងនៅពេលដំបូងឡើយគាត់គិតថាគាត់បានចាប់ចម្បើងខ្ញុំគិតថាមាននរណាម្នាក់សុកចិត្តយកគាត់ចេញពីភក់គាត់មិនដឹងថាគាត់អង្គុយនៅក្នុងហាងកាត់សក់នោះរាល់ថ្ងៃទេតាមពិតវាជាជាមដែលជាប់នឹងអន្ទាក់ហើយកន្ទុយផ្លែឈើត្រីកំពុងលាក់ខ្លួននៅក្នុងទីងឹតហើយរងចាំការរងចាំមិនមែនជាសុភមង្គលទេចុចយកនុយតើអ្នកគិតថាយកវាអាក្រក់ទេគាត់ពិតជាមិនគិតដូច្នេះទេនៅក្នុងបេះដូងរបស់គាត់វាមិនបង្កអន្តរាយទេនេះកំពុងដោះស្រាយករណីកំពុងចាប់ឃាតករវារារាំងមនុស្សកាន់តែច្រើនពីបញ្ហានៅទីបញ្ចប់គាត់បានកុហកខ្លួនឯងគ្រប់ពេលដោយសារតែបន្លានៅក្នុងបេះដូងរបស់គាត់មិនបានផ្លាស់ប្ដូរពីការចាប់ផ្ដើមរហូតដល់ចប់ហើយខ្ញុំមិនអាចបរាជ័យបានទេហើយកន្លែងដែលគួរឲ្យខ្លាចបំផុតរបស់យូកូវីគឺនៅទីនេះវាមិនមែនថាគាត់មិនដឹងថាគាត់ដួលទេគាត់គ្រាន់តែបោះជំហានទៅមុខអ្នកអាចផ្ដល់ហេតុផលឲ្យខ្លួនអ្នកដើម្បីនិយាយអំពីអតីតកាលកុមារមិនអាចទប់ភ្លើងបានទេទីបំផុតលេបបានរកឃើញគាត់បានរកឃើញយកហ្គាវីចូលមកចិត្តគាត់ជួយខ្លួនឯងវាមិនមែនជាការចូលចិត្តទាំងអស់នោះទេវាគ្រាន់តែជាផ្នែកមួយនៃផែនការរបស់បុរសនេះប៉ុណ្ណោះសម្រាប់ការលេបអ្វីដែលពិបាកបំផុតគឺមិនត្រូវបានគេបោកបញ្ឆោតតតែសោះវាគ្រាន់តែនៅទីបញ្ចប់ដែលគាត់បានរកឃើញសូម្បីតែមនុស្សចុងក្រោយនៅលើពិភពលោកដែលគាត់គិតថាអាចជឿទុកចិត្តបានគឺប្រាកដបន្ទាប់មកកម្មបិតត្រជាក់បំផុតនៅក្នុងអត្ថបទទាំងមូលលេបបានហៅយកយ៉ាវីទៅស្ពានផ្លូវដែកមិនមានអ្វីនៅសល់ដើម្បីបញ្យល់ពួកគេទាំងពីរឈរនៅទីនោះទេគាត់ដឹងពីអ្វីដែលគាត់បានខ្លាយជាហើយគាត់ដឹងពីអ្វីដែលគាត់បានធ្វើវាគ្រាន់តែថាគ្មាននរណាម្នាក់អាចយកអ្វីមកវិញបានទេនៅវិនាទីបន្ទាប់លេបបានលោតចុះគ្មានពាក្យចុងក្រោយទេគ្មានបណ្ដឹងមានតែសម្លេងទឹកភ្លៀងនិងសម្លេងក្រហមនៃរថភ្លើងដែលកំពុងរត់ឆ្លងកាត់ផ្លូវដែកលេបមិនចង់ឈ្នះទេគាត់មិនចង់រស់នៅទៀតទេគាត់បានឬការស្លាប់របស់គាត់ដើម្បីបំបែកស្រទាប់ចុងក្រោយនៃការបោកបញ្ឆោតខ្លួនឯងរបស់យូកូយរហូតមកដល់ពេលនេះយេហ្គាវីបានបាត់បង់កូនជាង2នាក់ជាប់គ្នាគឺជាវលីវនិងយ៉ែនសេម្នាក់បានស្លាប់ដោយសារតែការគិតម៉ៃរបស់គាត់ម្នាក់បានស្លាប់ដោយសារការប្រើប្រាស់របស់គាត់
ចាប់ផ្ដើមនៅទីនេះ Yuger វាយបានឈួតទាំងស្រុងនៅពេលនេះគាត់លែងស៊ើបអង្កេតករណីនេះទៀតហើយគាត់កំពុងស្វែងរកនរណាម្នាក់ដែលត្រូវតែទទួលផលវិបាកពីការជិះចាប់របស់គាត់ដូច្នេះគាត់តែងតែខំជន់សង្ស័យដែលគាត់បានកំណត់អត្តសញ្ញាណសូមមិថុនាបន្ទាប់មកបានអូសមនុស្សនោះទៅកន្លែងកើតហេតុដោយបង្ខំគ្មានភស្តុតាងមិនមានការសាកល្បងទេមិនមានអាជ្ញាធរច្បាប់ទេគាត់មិនមានអ្វីទាំងអស់អ្វីដែលគាត់មានគឺការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់គាត់នឹងកណ្ដាប់ដៃមួយគូកណ្ដាប់ដៃមួយកណ្ដាប់ដៃពីរដោយ3ដងគាត់មិនត្រឹមតែវាបរោះនេះទេគាត់បានប្រយុទ្ធវាសនាទៅវាដែលមិនដែលបើកសម្រាប់គាត់វាជាអ្នកដែលមិនដែលទទួលស្គាល់រាងកាយរបស់គាត់នៅទីបំផុតសូមមិថុនាត្រូវបានគេវាយធ្វើបាបរហូតដល់ស្លាប់នៅពេលនេះពាក្យទាំង3ដែលរកឃើញត្រីគឺរលួយទាំងស្រុងព្រោះអ្វីដែលគាត់តែងតែចង់ធ្វើគឺប៉ូលីសប៉ុន្តែនៅទីបញ្ចប់គាត់បានក្លាយជាមនុស្សដែលគាត់ចង់ចាប់បំផុតតុលាការបានប្រន្ទាទោសគាត់ឲ្យជាប់ពន្ធនាគាររយៈពេល10ឆ្នាំពីឆ្នាំ1997ដល់ឆ្នាំ2008រយៈពេល10ឆ្នាំពេញពិភពលោកនៅខាងក្រៅត្រូវបានបង្វែរ70បរិសុទ្ធដោយអាស្រ័យរោងចក្រចាស់បានដួលរលំយុគសម័យថ្មីបានមកដល់ហើយYogeviត្រូវបានចាក់សោនៅខាងក្នុងនឹងការគិតម៉ៃផ្ទាល់ខ្លួនរបស់អ្នកសោកស្ដាយនឹងជីវិតដែលគាត់បានបំផ្លាញយើងចំណាយពេល10ឆ្នាំជាមួយគ្នាប៉ុន្តែផ្នែកអាក្រក់បំផុតមិនទាន់មកដល់ទេអ្វីដែលពិតជាបែកបាក់Yogeviមិនបានជាប់ពន្ធនាគារទេប៉ុន្តែបន្ទាប់ពីចេញពីពន្ធនាគារបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារលោកYogeviបានរកឃើញលោកចាងចាស់ដែលបានដោះស្រាយករណីនេះនៅពេលនោះឡាវចាងមិនបាននិយាយច្បាស់ទេគ្រាន់តែធ្វើតាមសំណរនៃអតីតកាលបានដឹកនាំYogeviត្រឡប់ទៅអ្នកបើកបរឡានដឹកទំនិញវិញនោះហើយជាអ្នកបើកបរឡានដឹកទំនិញបានប្រាប់គាត់ពីអ្វីដែលធ្វើឲ្យគាត់បែកនៅនឹងកន្លែងវាបានប្រែក្លាយថានៅពេលដែល Yuger វ័យដេញតាមឃាតករដំបូងបន្ទាប់ពីបរិសុទ្ធអាភ្លៀងបានរត់គេចខ្លួនទៅតាមផ្លូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបុកក្បាលបានស្លាប់នៅនឹងកន្លែងក្រោយមកដោយសារតែសាកសពមិនត្រូវបានគេអះអាងត្រូវបានបូជាជាសាកសពមិនស្គាល់អត្តសញ្ញាណនោះគឺនិយាយមុនពេលជាលីវស្លាប់មុនពេលលេបត្រូវបានប្រើជានុយហើយបន្ទាប់មកខ្មោចលោតមុនពេលសុងមិថុនាត្រូវគេវាយរហូតដល់ស្លាប់ឃាតករពិតប្រាកដបានស្លាប់ជាយូរមកហើយនេះគឺជាកាំបិតដែលមានជាតិពុលបំផុតនៅក្នុងខ្សែភាពយន្តនេះរហូតមកដល់ពេលនេះខ្សែភាពយន្តនេះមិនមែនជាសោកនាដកម្មធម្មតាទេអ្វីដែលអាក្រក់បំផុតអំពីគាត់គឺថា Yuger វាយបានប្រយុទ្ធអស់រយៈពេលជាយូរមកហើយទីបំផុតខ្ញុំដឹងថាខ្ញុំកំពុងដេញតាមអ្នកខុសតាំងពីដំបូងគាត់គិតថាគាត់ចាប់ឃាតករតាមពិតគាត់កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីបង្ហាញថាគាត់មិននាំឲ្យមានករណីនេះទេភាពយន្តចុងក្រោយ Yuger វ័យឈរនៅមុខរោងចក្រដែលគេបោះបង់ចោលជាមួយនឹងបន្ទុះខ្លាំងអាគារដែលធ្លាប់មានកិត្តិយសទាំងអស់របស់គាត់រោងចក្រដែលគ្រប់គ្រងដោយរដ្ឋដែលមានអត្តសញ្ញាណនិងវត្តមានត្រូវបានផ្ទុះឡើងទាំងស្រុងទីបំផុតត្រូវបានធ្លាក់ចុះខ្សែភាពយន្តនេះមានឈ្មោះថា Blizzard កំពុងមកដល់ប៉ុន្តែត្រីស្ទើរតែទាំងអស់នៅក្នុងខ្សែភាពយន្តមុនគឺអ្នកនឹងមិនយល់រហូតដល់ពេលនេះព្រឹនេះមិននៅទីនេះដើម្បីស្វែងរកយុត្តិធម៌សម្រាប់នរណាម្នាក់ឡើយគាត់នៅទីនេះដើម្បីកប់មនុស្សកប់រោងចក្រអ្នកស៊ើបអង្កេតត្រីកប់គំនិតចុងក្រោយរបស់លោក Barry Yogeviក្នុងការបដិសេធមិនទទួលយកជីវិតរបស់គាត់វាមិនមែនគ្រាន់តែជាឃាតករស៊ីរៀលដែលពិតជាបានបើកឡាន Yogevi ជាជំហានឈួតនោះទេវាជាផ្នែកមួយដែលជំរុញឲ្យមនុស្សឡើងយុគសម័យនៃការបិទទ្វារផ្នែកអាក្រក់បំផុតគឺមិនមែនថាព្យុះព្រៅនៅទីនេះទេវាជាពេលដែលព្រៅធ្លាក់អ្នកដែលចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ដោយដោះស្រាយករណីបានស្លាប់រួចទៅហើយនៅក្នុងភ្លៀងនោះនេះគឺជាព្យុះព្រៅពិតប្រាកដដែលនឹងមកដល់